បងខ្លាញ់ខ្លួនឯងមកបាទតែមកមកទៅជន់ក៏ដល់បាទឯងគេក៏ទៅមកជន់តែមកគេធ្វើការក្នុងខ្លួនទៅគ្រប់នឹងជម្រាបសួរប្រិមិត្តទស្សនិកជនលោកស្រីអ្នកនាងកញ្ញាដែលនិយមរកការផ្សាយអង្គភាពសារព័ត៌មានខ្ញុំគណៈពេលខ្ញុំបានទទួលដំណឹងបានករណីឃាតកម្មប្អូនថ្លៃបានកាប់បងថ្លៃស្រីសម្លាប់នៅក្នុងស្រុកធៀមយ៉ាងសាហាវរួចបន្តរកខ្លួនឥឡូវផ្អើលអស់ប្រិមិត្តជនទាំងប្រជាពលរដ្ឋក្នុងភូមិទាំងកម្លាំងសមត្ថកិច្ចនគរបាលទាំងអាវុធហត្ថបានចុះមកដល់បាទឡុងពាត់ទីតាំងកន្លែងកាត់ហេតុបាទរួមទាំងបាទវត្តមានលោកអធិការបាទលោកវរៈសេនីឯកជឹមស៊ីថាក៏មានវត្តមានចុះដឹកនាំក្នុងរង្វង់ប្រតិបត្តិការមួយនេះដែរបាទចំពោះករណីមួយនេះគឺយើងទទួលបានព័ត៌មានគឺបងអូនថ្លៃរបស់គាត់បាទបានធ្វើការយកកំបិតកាត់ទៅលើបងស្រីថ្លៃបាទដែលឈ្មោះយិនស្រីនិចបាទគាត់មុខរបរជាបាទកម្មការិនីរោងចក្របាទប្រជាជនឥឡូវសមាជិកកំពុងធ្វើការបើករង្វង់ប្រតិបត្តិការបាទធ្វើការពកខ្សែបងចាស់ទេបងចាស់ទេមានការប្រុងប្រយ័ត្នបងប្រឡោះធំជនសង្ស័យអាចនឹងបន្លំចូលខ្លួនពួនតែបងឯងបងស្កាយខាងងាប់បាត់ហើយបងអ្នកមានភ្លើងចូលក្នុងភ្លើងមកក្នុងមួយទៅបាទព្រមទាំងនេះគឺជាសកម្មភាពរបស់កម្លាំងបានក្នុងការធ្វើកម្លាំងខាងក្នុងកោកំពុងតែជួបបាយណាស់ជឿបាទដើម្បីស្វែងរកបាទជនសង្ស័យជាគិតក៏មានតែកូនស្រីតែបានមានបាយបានជាប្រតិរាយការមកថាបាននេះសកម្មភាពនេះចុះតែដល់ប្រជាជនទេដឹកនាំផ្ទាល់ដល់លោកអធិការបាទ01ខាងកោប្រកំពុងតែប្រើបាទមានតាមគ្រូកោស្រីទៅផ្ទាល់តែម្ដងទៅជនយើងតនឹងថាគាត់នៅក្នុងអត់ទេលំមើលសិនធ្វើការចែកចេញនៅក្នុងសិនរបស់ទៅជាបាទលើកម្លាំងសមត្ថកិច្ចសង្ស័យថាបាទនៅខាងលើលើកម្លាំងសមត្ថកិច្ចបានធ្វើការចូលហើយប្រជាជនដើម្បីឈានទៅដល់ការខាត់ខ្លួនជនសង្ស័យមកប្រន់ទោសតាមផ្លូវច្បាប់បាទប្រជាជនសមត្ថកិច្ចធ្វើការសង្ស័យលើដបូលផ្ទះបាទលើសំភ្លេងសម្រាប់ជើងដើរបាទឥឡូវបានកម្លាំងសមត្ថកិច្ចធ្វើការឡោមព័ទ្ធទាំងលើទាំងក្រោមតែម្ដងប្រជាជនគឺជាការសង្ស័យជនសង្ស័យដែលធ្វើការលូនចូលក្នុងរបងហើយផ្លោះឡើងទៅលើប្រិមិត្តដែលសមត្ថកិច្ចធ្វើការឡោមព័ទ្ធផ្ទះហើយបាទដោយម្ចាស់ផ្ទះសហការជាមួយនឹងកម្លាំងសមត្ថកិច្ចឲ្យធ្វើការចូលឆៃឆេនៅខាងក្នុងតែម្ដងបាទបងឃើញហើយឡើងលើដបូលផ្ទះទៅខាងស្រួយណាឃើញបងឃើញតកឃើញហើយបងឃើញហើយបងប្អូនបាទនៅលើដបូលផ្ទះប្រជាជនឃាតករដែលកាប់បងថ្លៃស្រីស្លាប់បាទឡើងសង្ងំទៅកាប់ជារត់យើងបងប្អូនចាំពីលោតទៅមិញចាំអាប្លង់រត់ដល់ផងសាប់បានហើយបងប្អូនយើងបានមុខប្លង់ចាប់អរុនចាប់បានបងប្អូនបាទធ្វើការខួតបានហើយប្រជាជនបាទខិតកដល់ការសាហាវបាទធ្វើការកាប់សម្លាប់បងខ្លាញ់ខ្លួនឯងបាទចាប់បានហើយខិតកទៅមកយើងបាទហើយមកបំរើប្រជាជនខិតកដល់បានកាត់បានហើយខិតកទៅមកយើងដល់ស្មារតីធ្វើការក្នុងខ្លួនទៅបាទចាប់ពីបាទមកចាប់ទីអូមានរឿងបានស្លាប់បងខ្លះអូនមានរឿងបងខ្លះមានរឿងបានកាប់ទៅបាទខ្ញុំយកបានហើយបងបាទមកគេក្នុងខ្លួនទៅប្រជាជនបាទហើយសង្ងំនៅប្រវត្តិផ្ទះប្រជាពលរដ្ឋបាទ
មិត្តទស្សនិកជនបន្ទាប់ពីរង្វង់ប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ចអធិការឋាននគរបាលខណ្ឌដង្កោបានធ្វើការបានស្រាវជ្រាវបង្ក្រាបបានភ្លាមបន្ទាប់ពីធ្វើសកម្មភាពបងថ្លៃកាប់បងថ្លៃបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅក្នុងថ្លុកឈាមបាទឥឡូវនេះសមត្ថកិច្ចបានធ្វើការឆែកឆេរបានសហការជាមួយម្ចាស់ផ្ទះធ្វើការឃាត់ខ្លួនបានដោយរត់ចូលផ្ទះបងប្អូនប្រជាពលរដ្ឋបាទពួនសងំតែសមត្ថកិច្ចមានជំនាញក្នុងការស្រាវជ្រាវបាទសង្ស័យក៏ធ្វើការឡោមព័ទ្ធផ្ទះមួយកន្លែងបាទដោយម្ចាស់ផ្ទះធ្វើការសហការដើម្បីសមត្ថកិច្ចធ្វើការចូលទៅឆែកឆេរបន្ទាប់ពីបានចូលឆែកឆេររយៈពេល10នាទីគឺធ្វើការបាទឃាត់ខ្លួនបានតែម្ដងប្រិយមិត្តជនមួយបងស្រីមួយអូនទៅរំមួយអូនទៅរំមួយបាទសាច់ជាសាច់ញាតិក្រុមគ្រួសារត្រូវជាម្ដាយមកពេលកន្លះមិញទៅរំហើយគាត់ពីអារម្មណ៍មួយមិញទៅរំមួយមិញទៅរំមួយមិញ